តើភាគីសៀមបាននិយាយអ្វីខ្លះពីកម្ពុជានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី80នៅថ្ងៃទី27ខែកញ្ញាឆ្នាំ2025 Peace process. This is the foundation for lasting peace in Myanmar. មនុស្សចាស់មុខជ្រួញពាក់វ៉ែនតាម្នាក់នេះគឺជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់សៀមដែលមានឈ្មោះថាស៊ីហាស័កភឿងកេតកៅនៅក្នុងអាកប្បកិរិយាបែប slot boat និយាយមួយតិចតែបង្កប់ដោយភាពពឹសពុលរដ្ឋមន្ត្រីក្រសួងការបរទេសសៀមបាននិយាយតាក់ទងនឹងចំណុចយ៉ាងច្រើនពីបញ្ហាពិភពលោកឧក្រិដ្ឋកម្មឆបោកអនឡាញបញ្ហាបរិស្ថានក៏ដូចជាវិបត្តិពិភពលោកផ្សេងទៀតដែរជាពិសេសគឺបាននិយាយតាក់ទងជាមួយនឹងចំនួនរវាងកម្ពុជានិងសៀម This morning I intended to say something different and positive, reflecting hope for the future. But I had to rewrite the speech because of the most regrettable remarks by my Cambodian colleague. រដ្ឋមន្ត្រីសៀមរូបនេះបាននិយាយថាក្នុងព្រឹកនេះគាត់មានបំណងក្នុងការនិយាយអ្វីដែរមានភាពវិជ្ជមានដែលផ្សេងពីនេះក៏ប៉ុន្តែគាត់ត្រូវធ្វើការសរសេរនៅសន្ទរកថានេះឡើងវិញដោយសារតែគាត់មានការកត់សម្គាល់សោកស្ដាយយ៉ាងខ្លាំងចំពោះសហការីកម្ពុជាដែលបានឡើងថ្លែងសន្ទរកថាមុនគាត់ដូច្នេះភាគីកម្ពុជាយើងបានឡើងថ្លែងសន្ទរកថាដោយឯកឧត្តមប្រាក់សុខុននៅលេខរៀងទី8នៅក្នុងថ្ងៃទី27ខែកញ្ញានេះមុនសៀមឡើងថ្លែងសន្ទរកថាដោយរដ្ឋមន្ត្រីរូបនេះនៅលេខរៀងទី20ដូច្នេះរដ្ឋមន្ត្រីសៀមរូបនេះបាននិយាយថាគាត់ត្រូវសរសេរសន្ទរកថាឡើងវិញហេតុអីចាំបាច់ត្រូវសរសេរសន្ទរកថាឡើងវិញដោយសារតែឯកឧត្តមប្រាក់សុខុនបានឡើងថ្លែងសន្ទរកថាមុនបាននិយាយតាក់ទងជាមួយនឹងចំនួនដែលសៀមបានបាញ់ចាប់ផ្ដើមបាញ់បំពេញនៅបទជប់បាញ់មកលើប្រទេសកម្ពុជានៅថ្ងៃទី27ខែកញ្ញាវេលាម៉ោង11ព្រឹក To my dismay, Cambodia continues to present itself as the victim. Time and time again, it has portrayed its own versions of the facts, which does not hold up to scrutiny because it is simply a distortion of the truth. នេះគឺជាសម្ដីពឹសពុលដែលរដ្ឋមន្ត្រីសៀមរូបនេះហ៊ាននិយាយនៅក្នុងវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិដែលហ៊ាននិយាយឲ្យកម្ពុជាថាកម្ពុជាសម្ដែងធ្វើជាជនរងគ្រោះហើយមិនបានព្យាយាមធ្វើការពិនិត្យបច្ច័យបង្ហាញអំពីការពិតនោះទេភាគីកម្ពុជាបាននិយាយនៅក្នុងមហាសន្និបាតមិនបានប្រើសូម្បីតែពាក្យឈ្មោះរបស់ប្រទេសសៀមសូម្បី Thailand ក៏កម្ពុជាមិនបាននិយាយនៅក្នុងវេទិកាអង្គការសហប្រជាជាតិនេះដែរគ្រាន់តែប្រើពាក្យថាអ្នកជិតខាងក៏ប៉ុន្តែរដ្ឋមន្ត្រីសៀមរូបនេះបានហៅឈ្មោះកម្ពុជាចំហើយបាននិយាយវាយបកថាកម្ពុជាសម្ដែងជាជនរងគ្រោះទាំងដែលសៀមខ្លួនឯងបានធ្វើការបើកការវាយប្រហារមកកាន់កម្ពុជានៅព្រឹកថ្ងៃទី27ខែកញ្ញាឆ្នាំ2025នេះកម្ពុជាមិនបានបាញ់តបសុកចិត្តអត់ធ្មត់ហើយសៀមបានបង្ហោះដ្រូនក្នុងការឆ្លួបចាំថតធ្វើជាភស្តុតាងដើម្បីដាក់បន្ទុកលើកម្ពុជាក្នុងករណីដែលកម្ពុជាហ៊ានវាយបកទៅវិញជាល្បិចដ៏ថោកទាបហើយចោទកម្ពុជាថាកម្ពុជាសម្ដែងជាជនរងគ្រោះនៅលើវេទិកាអង្គការសហប្រជាជាតិទៀត We know that who are the real victims. យើងដឹងហើយតើអ្នកណាជាជនរងគ្រោះពិតប្រាកដប្រទេសអ្នកឯងមានសេដ្ឋកិច្ចធំជាងខ្មែរមានទឹកដីធំជាងខ្មែរមានកម្លាំងទ័ពខ្លាំងជាងខ្មែរសភាវុធខ្លាំងជាងខ្មែរទំនើបជាងខ្មែរហើយចោទខ្មែរថាឈ្លានពានអ្នកឯងវាសមដែរអន្តរជាតិណាគេជឿអ្នកឯងអាតាមុខជ្រួញនេះហើយកម្ពុជានិយាយការពិតថាខ្លួនជាជនរងគ្រោះបែរមកចោទកម្ពុជាថាសម្ដែងជាជនរងគ្រោះកម្ពុជាទៅតែងើបពីសង្គ្រាមកម្ពុជាមានសមត្ថភាពខ្លាំងក្លាណាស់ទៅវាធ្វើសង្គ្រាមឈ្លានពានអ្នកឯងហើយបរទេសណាគេជឿគេមិនចេះវិភាគគេអត់មានខួរក្បាលគិតទេ They are Thai soldiers who have lost their legs from landmines, children whose schools were shelled, and innocent civilians who were shopping that day at the grocery store that came under attack from Cambodian rocket fire. ទ្រាំបានលើអាតាវាថាវាដឹងច្បាស់តើអ្នកណាជាជនរងគ្រោះពិតប្រាកដទាហានថៃត្រូវដាច់ជើងដោយសារតែមីនក្មេងៗថៃត្រូវបាន
ចាក់ចេញពីសាលារៀនមិនបានចូលសាលារៀនហើយពលរដ្ឋថៃត្រូវបានរត់ភៀសខ្លួនហាងទំនិញត្រូវបានបិទដោយសារតែការវាយប្រហាររបស់រ៉ុកកែតរបស់ភាគីកម្ពុជាហើយចុះភាគីកម្ពុជានឹងមិនមែនជាជនរងគ្រោះទេចុះផ្សែងពុលរបស់អតាឯងភាគីខាងសៀមបានបាញ់ប្រហារស្រោចមកលើទឹកដីកម្ពុជាធ្វើឲ្យទាហានខ្មែរស្លាប់ពលរដ្ឋខ្មែរពលផ្សែងពុលអ្នកឯងប្រើយន្តហោះសតាយន្តហោះចម្បាំងប្រើសិទ្ធិដ្រូនមកទម្លាក់លើទឹកដីកម្ពុជាវត្តអារាមកម្ពុជាត្រូវបានខ្ទេចជាមួយនឹងមណ្ឌលសុខភាពការ៉ាសាំងផ្ទះសម្បែងសុទ្ធតែរ៉ុកកែតសុទ្ធតែគ្រាប់បែកធំអាហ្នឹងកម្ពុជាមិនជនរងគ្រោះទេចុះ Yesterday, I met my Cambodian colleague in the very hall of the United Nations. We talked about peace, dialogue, mutual trust, and confidence. ប្រជុំម្សិលមិញជាមួយនឹងភាគីកម្ពុជាម៉ាឡេស៊ីជាមួយនឹងសហរដ្ឋអាមេរិកគេហៅថាប្រជុំ 1+3 នោះនៅក្នុង hall របស់ UN ក៏ប៉ុន្តែគណៈពេលដែលប្រជុំហើយភាគីសៀមរបស់អ្នកឯងបានបើកការវាយប្រហារដោយកំភ្លើងត្បាល់ជាមួយនឹងកំភ្លើងដៃផ្លោងចូលមកកាន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះហើយបញ្ឆោតបង្ហោះដ្រូនចាំថតរូបចាំមើលកម្ពុជាហ៊ានតបតដែរឬទេដើម្បីដាក់បន្ទុកមកលើកម្ពុជាប្រជុំដងណាក៏អ្នកឯងក៏មិនដែលធ្វើការអនុវត្តទៅតាមការព្រមព្រៀងនោះដែរភាគីសៀមនោះជាជនដែលក្រឡិចក្រឡុចជាជនជាតិដែលគ្មានការប្រកាន់ភាពសច្ចៈជាជនជាតិដែលបាត់ដៃខ្នងដៃសញ្ញេនឹងដៃជន់នឹងជើង This was emphasized later at the informal four-party consultations organized by the United States. We appreciate President Trump's dedication to peace. But unfortunately, what was said today by the Cambodian side was completely opposite to what was said yesterday. គេថាភាគីកម្ពុជានឹងបាននិយាយផ្ទុយពីអ្វីដែលបានប្រជុំគ្នានៅក្នុងអង្គប្រជុំ4ភាគីដែលរៀបចំដោយ UN 4ភាគីនឹងមានកម្ពុជាសៀមម៉ាឡេជាមួយនឹងសហរដ្ឋអាមេរិកអញ្ចឹងគេថាកម្ពុជានឹងបាននិយាយផ្ទុយពីអ្វីដែលបាននិយាយកាលពីម្សិលមិញនៅក្នុងការប្រជុំជាមួយសៀមតែងតែនិយាយអំពីសន្តិភាពដំណើរស្វែងរកបទជបាញ់ដំណើរស្វែងរកភាពប្រក្រតីឡើងវិញក៏ប៉ុន្តែភាគីសៀមរបស់លោកឯងតែងតែបាញ់បោះមកលើកម្ពុជាតែងតែបង្កចំនួនតាមរយៈការរេបន្លាលួសតាមរយៈការបាញ់កំភ្លើងដើម្បីបញ្ឆេះឲ្យមានសង្គ្រាមឡើងវិញធ្វើសកម្មភាពយោធាដែលផ្ទុយជាមួយនឹងកិច្ចព្រមព្រៀងនៅក្នុងបទជបាញ់ដែលបនសន្យាថាមិនឲ្យមានសកម្មភាពយោធាផ្សេងហើយបែរទៅធ្វើសកម្មភាពរេបន្លាលួសបាញ់កំភ្លើងផ្សេងហើយដល់ពេលគេបកអាក្រាតថាគេនិយាយផ្ទុយពីការប្រជុំនិយាយអំពីសន្តិភាពក៏ប៉ុន្តែអ្នកឯងប្រព្រឹត្តខុសពីការប្រជុំមិនឲ្យគេនិយាយហើយអ្នកឯងនិយាយថាអរគុណប្រធានាធិបតីដូណាល់ត្រាំដែលបានធ្វើឲ្យមានបទឈប់បាញ់បើអ្នកឯងចង់អរគុណចេញពីចិត្តមែនហេតុអីក៏អ្នកឯងមិនគោរពបទឈប់បាញ់ហេតុអីក៏អ្នកឯងមិនចេញមុខស្នើដូណាល់ត្រាំជាពានរង្វាន់ Nobel សន្តិភាពដូចកម្ពុជាទៅហេតុអីក៏បិទមាត់ចិត្តឈឹងបើត្រេកអរជាមួយនឹងបទឈប់បាញ់ចង់បានសន្តិភាពពិតមែនធម្មតាទេអ្នកដែលជនរងគ្រោះនៅពេលដែលមានគេជួយឲ្យមានបទឈប់បាញ់អ្នកជនរងគ្រោះពិតប្រាកដពិតជាត្រេកអររំភើបហើយចង់ផ្ដល់ពានរង្វាន់នេះទៅដល់អ្នកដែលបានជួយចំណែកឯសៀមខ្លួនឯងបើសិនជាជនរងគ្រោះមែនហេតុអីក៏មិនចង់ផ្ដល់ពានរង្វាន់ដល់ដូណាល់ត្រាំដែរទៅឬក៏អ្នកឯងមិនបានអរគុណចេញពីចិត្តនោះទេឬក៏អ្នកឯងខកចិត្តជាមួយនឹងបទឈប់បាញ់ដែលដូណាល់ត្រាំបានចូលមករារាំងអ្នកឯងក្នុងការធ្វើសង្គ្រាម In fact, they exist because Thailand made the humanitarian decision to open up our borders in the late 1970s for hundreds of thousands of Cambodians fleeing the civil war in their country to seek shelter in Thailand. We made this decision out of compassion and humanitarian principle. សម្លេងទះដៃចេញមកពីភាគីសៀមដែលអង្គុយនៅខាងក្រោមគេចាំទះដៃអបអរសាទរគ្នារបស់គេដែលតានេះបាននិយាយថាគឺគេបានធ្វើការសម្រេចចិត្តដោយមនុស្សធម៌មួយនៅក្នុងឆ្នាំ1970កំឡុងឆ្នាំ1970ហ្នឹងគេបានបើកព្រំដែនក្នុងការជួយដល់ប្រជាជនកម្ពុជារាប់ពាន់ម៉ឺននាក់ដែលបានស្វែងរកទីជម្រកទីសុវត្ថិភាព
នៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសកម្ពុជាដូច្នេះគេបានធ្វើការសម្រេចចិត្តមួយដ៏មានមនុស្សធម៌ក្នុងការជួយដល់ប្រជាជនកម្ពុជាគេបង្ហាញអំពីគុណសម្បត្តិរបស់គេនៅក្នុងវេទិកាអន្តរជាតិបង្ហាញមកកាន់ពិភពលោកថាគេមានគុណមកលើកម្ពុជាទាំងដែលសៀមខ្លួនឯងបានបិទបាំងការពិតអំពីវិនិស្សកម្មភ្នំខ្មោចដែលបានសម្លាប់ពលរដ្ឋខ្មែររាប់ពាន់ម៉ឺននាក់រួមជាមួយនឹងការជួយដោយคล้ายៗតាមរយៈការជួលដីរបស់អង្គការសហប្រជាជាតិដើម្បីជួយប្រជាជនកម្ពុជាសោះខ្លួនបែរជាយកមុខមាត់ក្នុងការបង្ហាញទៅកាន់អន្តរជាតិថាខ្លួនមានមនុស្សធម៌ក្នុងការជួយប្រជាជនកម្ពុជាទាំងការពិតអង្គការសហប្រជាជាតិជាអ្នកជួយប្រជាជនកម្ពុជាសោះ And as a young diplomat, I witnessed the scene myself. Although the civil war has ended and the shelters were closed, the Cambodian villages have expanded over the decades. And despite Thailand's repeated protests, Cambodia has ignored those requests to address this encroachment. And when peace returned to Cambodia after the 1991 Paris Peace Agreement, we were there to rebuild and to rehabilitate the Cambodian nation to sustain peace. We built homes, roads, hospitals, because peace in Cambodia is in Thailand's interest. This is what neighbors should do for one another. សម្ដែងយកគុណសម្បត្តិនៅលើវេទិកាអង្គការសហប្រជាជាតិគេបាននិយាយថានៅក្រោយពេលដែលចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅក្នុងឆ្នាំ1991គឺថៃគេបានចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការសាងសង់ផ្លូវសាងសង់ផ្ទះដើម្បីជួយដល់ប្រជាជនកម្ពុជាហើយការជួយស្វែងរកសន្តិភាពដល់ប្រជាជនកម្ពុជាគឺជាអ្វីដែលប្រទេសថៃបានចាប់អារម្មណ៍ហើយគេបាននិយាយថានេះគឺជាទង្វើដែលអ្នកជិតខាងល្អគួរតែធ្វើទៅកាន់ប្រទេសដទៃគេចង់និយាយបញ្ជាក់ថាគេគឺជាអ្នកជិតខាងដែលល្អដែលបានជួយប្រទេសកម្ពុជាហើយគេនិយាយចំណុចទាំងអស់នេះលើកឡើងគឺគេចង់វាយបកមកកម្ពុជាថាកម្ពុជាគឺមិនបានដឹងគុណគេហើយបានធ្វើអំពើឈ្លានពានទៅលើប្រទេសគេទៅវិញនេះគឺជាកលល្បិចមួយដ៏អាក្រក់ឃោរឃៅក្នុងការវាយបកមកលើកម្ពុជានៅក្នុងវេទិកាអង្គការសហប្រជាជាតិដើម្បីបិទបាំងមហិច្ឆតាឈ្លានពានរបស់ខ្លួនលេបត្របាក់យកទឹកដីរបស់កម្ពុជាភាគីកម្ពុជាបានប្រើពាក្យថាអ្នកជិតខាងនិយាយសម្ដៅទៅលើប្រទេសថៃមិនបានប្រើពាក្យថា Thailand ចំនោះទេនេះគឺជាភាសាការទូតរបស់ឯកឧត្តមប្រាក់សុខុនដើម្បីទុកមុខមាត់ឲ្យប្រទេសថៃក្នុងការចរចាគ្នាទៅថ្ងៃខាងមុខទៀតដើម្បីស្វែងរកសន្តិភាពក៏ប៉ុន្តែនយោបាយការទូតរបស់សៀមបែរជាថោកបែរជាអន់ក្នុងការបំបាក់មុខកម្ពុជាដោយប្រើពាក្យឈ្មោះកម្ពុជាចំហើយវាយបកមកលើកម្ពុជាថាកម្ពុជារមើលគុណខ្លួនឯងមានគុណមកលើកម្ពុជានៅលើឆាកអន្តរជាតិទៅវិញ and distraction and the displacement of hundreds of thousands innocent civilians like Armenia and Azerbaijan. Cambodia has nominated President Donald Trump for the Nobel Peace Prize for his crucial role in this important step to peace.